ជនជាតិចិន314នាក់ដែលពាក់ព័ន្ធការច្បោកតាមអនឡាញត្រូវបានបណ្តេញចេញពីកម្ពុជាជនជាតិចិនចំនួន319នាក់ក្នុងនោះស្រី1នាក់ដែលពាក់ព័ន្ធករណីច្បោកតាមប្រព័ន្ធអនឡាញត្រូវបានបណ្តេញចេញពីកម្ពុជានៅយប់ថ្ងៃទី9ខែកុម្ភៈតាមរយៈយន្តហោះពិសេសក្រោមកិច្ចសហការវាងអាជ្ញាធរកម្ពុជាសហការជាមួយស្ថានទូតចិននៅកម្ពុជានេះបើតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តរប្រវេសន៍អគ្គនាយកដ្ឋានអន្តរប្រវេសន៍គូបញ្ជាក់ថាការបណ្តេញចេញជនជាតិជនចិនទាំងនេះគឺបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងបោះសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានដាក់ចេញនូវវិធានការនិងយុទ្ធនាការយ៉ាងម៉ឺងម៉ាត់ធ្វើយ៉ាងណាធានានឹងការពារសុវត្ថិភាពជូនពលរដ្ឋនិងប្រឆាំងដាច់ខាតដោយគ្មានការលើកលែងឡើយចំពោះមេខ្លោងដែលនៅពីក្រោយយុទ្ធនាការបោះសម្អាតនិងលុបបំបាត់ឧក្រិដ្ឋកម្មតាមអនឡាញរបស់រាជរដ្ឋាភិបាលកម្ពុជាក៏នឹងជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោតឲ្យមកប្រព្រឹត្តឧក្រិដ្ឋកម្មនេះឲ្យមានសេរីភាពនិងអាចវិលត្រឡប់ទៅប្រទេសពួកគេវិញ